សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូបង្ហាញទាក់ទងជាមួយនឹងពីការងាររៀបអ័តបាទបងប្អូនដឹងច្បាស់ហើយបាទនៅក្នុងវិស័យសំណង់គឺយើងតែងតែមានបាទជញ្ជាំងអ័តបាទជញ្ជាំងថ្មជញ្ជាំងអ្វីផ្សេងដែលជាប្រភេទជញ្ជាំងហើយជញ្ជាំងដែលត្រូវតែចាំបាច់នៅក្នុងវិស័យសំណង់យើងគឺជាប្រភេទជញ្ជាំងដែលប្រើអ័តយកមករៀបអាចនឹងបង្កើតជាជញ្ជាំងអញ្ចឹងណាបងប្អូនបាទនៅក្នុងនេះដែរតកតងជាមួយនឹងការងារដែលយើងត្រូវធ្វើជាប្រចាំហើយត្រូវតែអនុវត្តឲ្យបានចាប់ជួនតកតងជាមួយនឹងចំណុចចាប់ផ្ដើមនិងចំណុចបញ្ចប់នៅក្នុងការងាររបស់យើងនេះដែរបងប្អូនបាទឥឡូវនេះសកម្មភាពក្រុមការងារបាទកំពុងតែរៀបចំលាយបាទស៊ីម៉ង់ជាមួយនឹងខ្សាច់បាទវាយបញ្ចូលលាយបញ្ចូលគ្នាហើយយើងបង្កើតបានទៅជាបាយអបងប្អូនបាទហើយអ្វីដែលយើងធ្វើនេះគឺយើងធ្វើនៅលើផ្ទៃបាទគៀតម្ដងអញ្ចឹងពេលដែលយើងធ្វើគឺយើងត្រូវតែសម្អាតជាប្រចាំដើម្បីកុំឲ្យមានកំទេចកំទីស្អិតជាប់ទៅលើផ្ទៃបាទរបស់គៀតរបស់យើងនេះបងប្អូនដើម្បីឲ្យយើងធានាបានថាការងារដែលយើងធ្វើរួចគឺវាស្អាតបានតែម្ដងបាទនៅលើកម្មការនេះកំពុងតែរៀបចំបាទវាចបាទដើម្បីដាក់ទឹកឲ្យវាដក់នៅកណ្ដាលហើយនឹងយើងរៀបចំលាយមិចវាជាមួយនឹងទឹកបងប្អូនបាទឥឡូវនេះបាទយើងកំពុងតែរៀបចំដាក់ទឹកហើយទឹកនេះបាទអាស្រ័យទៅលើយើងលាយទៅស្ថានភាពជាក់ស្ដែងបាទពេលខ្លះខ្សាច់យើងសើមហើយយើងដាក់ទឹកមកល្មមតិចទៅបាទពេលថាក៏ខ្សាច់យើងស្ងួតក៏យើងដាក់ទឹកឲ្យច្រើនទៅអញ្ចឹងបងប្អូនអញ្ចឹងក្នុងការដែលយើងលាយនេះបាទវាមិនជឿត្រូវជាខុសគ្នាអីប្រហែលទេដែលសំខាន់តកតងជាមួយនឹងសម្ភារៈដែលយើងយកមកប្រើប្រាស់ហ្នឹងបាទដូចជាខ្សាច់ដូចជាស៊ីម៉ង់បាទយើងលាយយើងវល់ឲ្យត្រូវកម្រិតមកគឺបាយអរបស់យើងគឺមានគុណភាពល្អហើយអញ្ចឹងហើយនេះគឺយើងចាប់ផ្ដើមលាយដាក់ហើយយើងរងចាំឲ្យវាទឹកជ្រាបនៅក្នុងនេះសិនបានយើងរៀបចំច្បល់វាបញ្ចូលគ្នាជាងក៏បន្តសកម្មភាពដើម្បីរៀបចំរៀបអ័តបាទហើយអ័តនេះគឺជាអ័ត20បាទបងប្អូនឃើញហើយគឺថាមុននឹងយើងរៀបអ័តបានគឺយើងត្រូវមានខ្សែត្រាស់សេជាជួរជាຂະຫນាតឲ្យហើយដើម្បីយើងរៀបអ័តបានអញ្ចឹងណាអញ្ចឹងកម្មការនេះបាទរៀបចំលាយច្បល់បាយអនេះបញ្ចូលគ្នាហើយបាទហើយបាយអលើកមុនដែលយើងលាយនោះក៏វាប្រើហើយបច្ចុប្បន្នក៏យើងចាប់ផ្ដើមលាយទៅបន្ថែមទៀតជាងក៏ចាប់ផ្ដើមរៀបបាទកម្មការនេះក៏ចាប់ផ្ដើមបាទលាយកំបោរបន្ថែមហើយនេះគឺជាផ្នែកជាងខាងបន្ទប់ទឹកបងប្អូនណាបងប្អូនឃើញផ្នែកខាងក្រោមបាទផ្នែកខាងក្រោមនេះគឺយើងប្រើអត់តាន់បាទចំនួន4ដុំដោយសារជាងនេះជាប្រភេទជាងបន្ទប់ទឹកបងប្អូនបាទអញ្ចឹងអត់តាន់នេះក៏វាអាចជួយទប់ទឹកនៅជើងជាងហ្នឹងបានច្រើនមួយចំណែកធំដែរបងប្អូនហើយជាងនេះគឺវារៀងប្រឆិតជាមួយនឹងសសរបាទជាងក៏ចាប់ផ្ដើមវាយអិតដើម្បីបញ្ឆិតរៀងបាទដើម្បីដាក់បាយអភ្ជាប់ផ្នែកចុងផ្នែកខាងគល់អិតហ្នឹងឲ្យបានត្រឹមត្រូវដូច្នេះជាងបាទចាប់ផ្ដើមវាយដើម្បីតម្រូវជាមួយនឹងຂະຫນាតដែលយើងត្រូវដាក់ចូលហើយយើងក៏បិទបាយអបាទបិទបាយអបញ្ចូលផ្នែកខាងចុងហើយក៏យើងចាប់ផ្ដើមយកបាយអដើម្បីដាក់ចូលខាងគល់ទៀតហើយណាបងប្អូនបាទមិនមែនដាក់តែមួយចំហៀងហើយវាជាប់ទេបាទអញ្ចឹងយើងត្រូវរៀបដាក់ធ្វើបែបនេះបាទចាប់ផ្ដើមពីក្រោមរហូតដល់ផ្នែកខាងលើឬក៏ផ្នែកបញ្ចប់នៅកម្ពស់ណាមួយដែលយើងរៀបអញ្ចឹងនឹងចង់បាននៅកម្ពស់ណាមួយអញ្ចឹងណាហ្នឹងហើយអញ្ចឹងជាងចាប់ផ្ដើមរៀបចំបាទដំដាក់ជាបណ្ដាហើយបាទហើយវីដេអូនេះគឺខ្ញុំថតតដៃទេបងប្អូនអញ្ចឹងគឺថាមានការរំខានមានអីផ្សេងបាទមើលទៅមិនសូវមានលំនឹងគឺថាបងប្អូនអាចមើលតាមជាក់ស្ដែងអញ្ចឹងទៅព្រោះជាវីដេអូដែលយើងបង្កើតដោយថតនឹងដៃទេអញ្ចឹងណាចឹងជាសកម្មភាពជាប្រចាំគឺយើងធ្វើការងារបែបនេះបាទនេះគឺជាសមិទ្ធផលមួយចំនួនបាទបងប្អូនមើលទៅតាមជាក់ស្ដែងអញ្ចឹងណាមានអត់10អត់20បាទយើងរៀបចំមកស្អាតពីមុនមកហើយអញ្ចឹងយើងក៏បន្តការងារទៅហើយកម្មការនេះរបស់យើងក៏ចាប់ផ្ដើមលាយបាទលាយប៉លជាមួយនឹងបាយអរបស់យើងហ្នឹងដើម្បីឲ្យសប់ជាមួយនឹងទឹកបងប្អូនហើយជាងក៏ចាប់ផ្ដើមរៀបកម្មការនេះក៏យើងចាប់ផ្ដើមលាយដើម្បីយើងរៀបចំឡើងបាយអថ្មីឲ្យជាងក៏រៀបទៅខាងលើបន្តទៀតបាទបងប្អូនអញ្ចឹងជាងនឹងកម្មការនេះបន្តការងារធ្វើបែបនេះបាទដដែលរហូតដល់យើងបញ្ចប់ការងាររបស់យើងអញ្ចឹងទៅហើយមួយទៀតជញ្ជាំងឥដ្ឋរបស់យើងបាទបងប្អូនត្រូវឆែកពិនិត្យមើលមួយចំនួនដែរទាក់ទងជាមួយនឹងសម្ភារៈដែលយើងយកមកប្រើប្រាស់បាទដូចជាឥដ្ឋហ្នឹងយើងត្រូវពិនិត្យមើលថាឥដ្ឋហ្នឹងវាឆ្អិនបានល្អអត់បាទវារឹងមាំអត់ដើម្បីយើងយកមកធ្វើ
ធ្វើដំណើរការបាទជូនអតិថិជនឲ្យបានល្អអញ្ចឹងបងប្អូនហើយនេះជាងបាទកំពុងតែរៀបចំបន្តរៀបអត់ទៀតហើយបាទអត់20បងប្អូនបាទអត់20គឺយើងត្រូវការកៅកដាលនេះបច្ចេកទេសខាងជាងខាងខ្ញុំគឺរៀបមកបែបហ្នឹងបាទយើងសិតបច្ចេកទេសបែបហ្នឹងតែខាងបងប្អូនរៀបផ្សេងបាទបងប្អូនអាចតាមបច្ចេកទេសរបស់បងប្អូនទៅតាមតំបន់មួយទៅគាត់ថាអត់នេះគឺវាមានផលប្រយោជន៍មួយយ៉ាងទៅបាទអត់10មានផលប្រយោជន៍មួយយ៉ាងអត់20មានផលប្រយោជន៍មួយយ៉ាងខុសគ្នាបាទបើតាមខ្ញុំបាទបានដឹងតកតងនឹងព័ត៌មានមួយចំនួនដែលបានសិក្សាឬក៏ស្វែងយល់ពីចំណុចអស់នេះបាទស្រាប់បញ្ជាក់អត់20នេះគឺតកតងនឹងការដែលយើងទប់សំឡេងតកតងជាមួយនឹងកម្ដៅបាទកម្ដៅអីទប់សំឡេងបានល្អបាទយើងមិនសូវឮសំឡេងឆ្លងជាងឆ្លងអីទេបងប្អូនហើយអត់10វាជាជាងប្រើការបានដូចគ្នាគ្រាន់តែអត់10វាមិនសូវជាមានអត្ថប្រយោជន៍ច្រើនដូចជាអត់20អញ្ចឹងណាបាទឥឡូវនេះបាទកបោរបស់យើងក៏បានលាយសពគ្រប់ហើយបាទបងប្អូនឃើញទេបាទគឺយើងលាយវាយរមួតវាឲ្យសាច់ចូលសាច់គ្នាតែមួយហើយជាងរបស់យើងបាទមានបែងចែកតាមក្រុមផ្សេងគ្នាបងប្អូនអញ្ចឹងក្រុមការងារគឺធ្វើការរៀងខ្លួននៅចំណុចរៀងខ្លួនបាទមានផ្នែកខាងមុខផ្នែកខាងក្រោយអញ្ចឹងមកហើយការងារនេះដែរបងប្អូនឃើញសាមអញ្ចឹងបាទគឺជាងព្យាយាមប្រឹកព្រៀងទឹកដៃឲ្យបានល្អជូនអតិថិជនបងប្អូនតើដឹងថាការដែលយើងធ្វើបែបនេះបាទបើចង់បានផលល្អក៏យើងត្រូវចំណាយតិចដែរបងប្អូនបាទដូចតាក់ទងនឹងអត់10អត់20អញ្ចឹងបាទអត់20ចំណាយច្រើនអត់10ចំណាយតិចបាទហើយនៅក្នុងវីដេអូនេះបងប្អូនមើលជាបទពិសោធន៍បាទបងប្អូនអាចចែកម្លែកនៅក្នុង comment បានបងប្អូនបាទហើយដើម្បីឲ្យខាងក្រុមការងារផ្នែកដូចគ្នាហ្នឹងគឺជួយ comment ជួយដឹងព័ត៌មាននេះបន្ថែមទៀតអញ្ចឹងណាហើយចុងក្រោយវីដេអូក៏សូមអរគុណបងប្អូនអរគ្នាដែលបានទស្សនាវីដេអូដល់ចប់មកអរគុណ